បាទជម្រាបសួរបងប្អូនអ្នកគ្នាជម្រាបសួរអញ្ចឹងយើងនិយាយពីរឿងបាត់សេកឡាយើងទៀតអញ្ចឹងយើងឃើញថាសប្តាហ៍ថ្ងៃនេះបងប្អូនសប្តាហ៍ថ្ងៃនេះការលក់មន់បាត់សេកឡាយើងគឺសឹងតែឥឡូវវាសឹងតែគេហៅថាចូល70%នៃលក់អ្នកដែលចិញ្ចឹមមន់លក់ចូល70%អញ្ចឹងអានេះហើយគឺកន្លែងដែលថាទីផ្សារកំពុងតែដើរក្នុងវិស័យមួយនេះកំពុងតែដើរអញ្ចឹងជាប្រព័ន្ធទីផ្សារមួយល្អអញ្ចឹងមានប្រកួតមានលក់អានេះជារឿងធម្មតារបស់ទីផ្សារនៃបាសាកីឡាអញ្ចឹងសំខាន់បំផុតបងប្អូនខ្លះគាត់ថាជាមន់គាត់ក៏លក់តែ100000 200000លក់មិនដែលឲ្យមន់ទាំងព្រមទាំងមន់បកែហើយរបៀបថាមន់ត្រង់គាត់ទូចអញ្ចឹងណាគឺជាស្ដែងឲ្យតែមន់យើងល្អនិយាយរួមអានឹងជាស្ដែងយើងនិយាយពិតទៅពិតមកឲ្យតែមន់យើងល្អមិនខ្វះទេអ្នកដែលទិញបើបងប្អូនដឹងលក់តាមណាបានបងប្អូនធ្វើឃ្លីបទៅបងប្អូនធ្វើឃ្លីបឲ្យយើងឆាតឲ្យគេមើលទៅអញ្ចឹងណាបងប្អូនធ្វើឃ្លីបឲ្យយើងឆាតឲ្យគេមើលទៅគេនឹងពេញចិត្តដោយខ្លួនឯងហើយយើងមកសម្រាប់តែខ្ញុំក៏ចង់បាននិយាយរួមគឺខ្ញុំក៏ចង់បានដែរសម្រាប់មកល្អហើយការបង្កាត់សពថ្ងៃនេះគឺមន់បងប្អូនមានសួរសំណួរនឹងមកខ្ញុំទៀតថាចុះយកមេមន់សិឡទៅបង្កាត់បានអត់បងប្អូនគេប្រើខ្សែពូជជ្រៅហើយខ្ពស់ទៀតនៅតែมันបានល្អទម្រាំតែមន់សម្លទៀតបងប្អូនបាច់ថយខានពេលវេលាយ៉ាងតិចក៏មួយឆ្នាំបងប្អូនការបង្កាត់យើងមិនបាច់ទៅយកមន់សម្លទៅបង្កាត់ទេមន់សម្លគឺជាមន់ប្រភេទមន់ចិត្តដែលវាអន់ល្អជើការវាយការប្រកួតទេធម្មតាតែចិត្តវាមិនសូវបានបងប្អូនថាពួកចិត្តមិនសូវបាននេះលេងស្រួលពេលឡើងសាវាណាយើងលេងទឹកលេងអីអាហ្នឹងជាជំរឿនរបស់បងប្អូនប៉ុន្តែសម្រាប់ទីអ្នកលេងបាសាកីឡាគេជួយចិត្តមន់ដែលមានចិត្តល្អចិត្តវាបានចិត្តស៊ូវាមិនស៊ូណាមន់ដែលត្រូវរត់តែគ្នាប៉ុន្តែឲ្យមើលទៅវាពេញភ្នែកអញ្ចឹងណាគេមិនទៅទិញទេមន់ដែលចិត្តអន់ណាគេចូលចិត្តទិញមន់ដែលចិត្តធន់ចិត្តល្អអញ្ចឹងណាហើយទីផ្សារឃើញថាដើរណាខាងប្រព័ន្ធបាសាកីឡាខ្ញុំទៅឃើញទុំប្រហែលជា2ឆ្នាំនេះកន្លងមកនេះណាឃើញដើរហើយខ្ញុំនិយាយតាំងពីប្រហែលជា3ឆ្នាំមុនណាខ្ញុំថាទីផ្សារបកយនឹងធ្លាក់ចុះអញ្ចឹងណាទីផ្សារបកយនឹងធ្លាក់ចុះមិនមែនបកយអស់ណាបងប្អូនមិនមែនខ្សែបកយអស់ណាខ្សែបកយវាតែយើងវាយ៉ាប់ថែយ៉ាប់ប្រកួតយ៉ាប់រកគូតែវាយ៉ាប់ថែយ៉ាប់ប្រកួតយ៉ាប់រកគូបងប្អូនមិនចាំមន់ជុលសម្រាប់តែមើលណាមន់ជុលគឺសម្រាប់ឡើងប្រកួតសម្រាប់រលុយឲ្យថ្លៃស្រូវថ្លៃខ្លះចឹងណាហើយសម្រាប់ឡើងប្រកួតទៅវាមានទីផ្សារច្បាស់លាស់ចឹងណាតែបើមន់បកយទៅអត់គូនឹងយ៉ាប់ដែរអញ្ចឹងទីផ្សារមន់គឺមិនមែនថាវាមិនដើរនៅដើរប៉ុន្តែថ្ងៃពេលថ្ងៃទៅមុខទៀតមួយឆ្នាំពីមួយឆ្នាំទៅមួយឆ្នាំទៀតគឺមន់បកយនឹងធ្លាក់ទីផ្សារអញ្ចឹងនេះខ្ញុំចេះណែនាំបងប្អូនណាដែលជាមន់បកយកាត់បន្ថយទីមកកាត់បន្ថយមកឆ្លៀតជាមួយភូមិបងប្អូននឹងមានប្រាក់ចំណូលវិញអញ្ចឹងមន់ល្អមិនខ្វះទេបងប្អូនមិនខ្វះទេអ្នកដើមនេះទិញគុំគិតថាមន់ល្អបងប្អូនអត់នេះបងប្អូនធ្វើឃ្លីបឲ្យគេមើលគេពេញចិត្តអត់មិនថាត្រង់តូចមិនថាត្រង់ធំទេហើយមន់វារើសកន្លែងកើតទេបងប្អូនហើយសំណួរបងប្អូនមួយទៀតឆ្ងល់ល្អដែរគាត់ថាគាត់ប្រកាសនឹងសុបនិមិត្តរឹតយកទឹកឈ្មោលយកទៅបាញ់ទៅឲ្យមីញីគាត់ថាវាមិនល្អចេះចុះគឺវាមិនអត់ប៉ះពាល់អត់វាចំណុចនេះវាអត់មានប៉ះពាល់អត់មានអីទេអញ្ចឹងមេជីវិតវាឲ្យតែវារស់គេថាមេជីវិតវារស់វាទៅជួបមេជីវិតញីវានៅបកវាអត់មានទៅប៉ះពាល់ឲ្យដល់ការបង្កាត់នឹងអត់ប៉ះពាល់ទេបងប្អូនកន្លែងហ្នឹងក៏បងប្អូនកុំឆ្ងល់ថាការបង្កាត់សពនិមិត្តវាប៉ះពាល់អត់ទេគឺវាអត់មានប៉ះពាល់អីទេនឹងក្បាច់ក្បូរនឹងចង្វាក់វាសំខាន់ដូចខ្ញុំនិយាយបងប្អូនរើសមេមួយល្អជ្រើសរើសចំណាយពេល2ឆ្នាំជ្រើសរើសមេមួយនឹងឲ្យល្អមេដែលយើងជ្រើសរើសបានលុះត្រាយើងចំណាយពេលយ៉ាងថយណាក៏2ឆ្នាំឬក៏មួយឆ្នាំយើងយក3សំបុកឬក៏2សំបុកហ្នឹងបើវាល្អហើយបងប្អូននឹងសប្បាយនឹងការបង្កាត់ពូជតែម្ដងសឹងតែបងប្អូនអត់មានពេលវេលាទៅប្រកួតផងអញ្ចឹងណាកាត់ទៅលួចគេមិនអស់អញ្ចឹងហើយវាអត់មានប៉ះពាល់ហើយការបង្កាត់ស្ប៉ានិមិត្តគឺចំណេញ
ចំណេញបងប្អូនត្រូវរៀនគេហៅរៀនបង្កើតអញ្ចឹងគឺចំណេញពេលវេលាច្រើនអូថាក្នុងមេជីវិតវាចេញមកម្ដងមេជីវិតឈ្មោលចេញមកម្ដងវាមានមេជីវិតវារស់បានដល់រាប់លានក្បាលឯណោះអញ្ចឹងយើងមានគេហៅថាមានណាប់ទ្រូពិនិត្យវាឃើញគេនិយាយថាមេជីវិតវារស់ពេញហ្នឹងអញ្ចឹងនៅពេលដែលវាចេញម្ដងវារាប់លានណោះអញ្ចឹងបើយើងដាក់មេមួយវាតាណារត់ចូលបានមុនហ្នឹងហើយគឺវាណារត់ចូលបានមុនហ្នឹងហើយគឺឈាមរបស់វាទេអត់មានដូចឈាមសម្បត្តិនិមិត្តឯណាមកចូលគ្នាទេវាអត់មានប៉ះពាល់ទេសម្បត្តិនិមិត្តអត់មានប៉ះពាល់ការប្រកួតប្រកាចូលវាអត់មានទេអាហ្នឹងណាអ្នកដែលចេះប្រកាត់សម្បត្តិនិមិត្តគឺគាត់ចំណេញពេលវេលាច្រើនអញ្ចឹងគាត់ចំណេញពេលវេលាច្រើនក្នុងពេលរយៈពេលតែម្ដងដែលគាត់រឹកហ្នឹងគាត់អាចបង្កាត់បានកូនទៅដល់អាចបង្កាត់មេបានទៅដល់50មេនោះ60មេបើនៅប្រទេសលេខ2នោះគេដល់ទៅ200មេនោះអញ្ចឹងតែគេរឹតម្ដងគេបានម្ដងគេបាញ់បាន50មេឬក៏20មេគេរឹតម្ដងក្នុងមួយថ្ងៃឬមិនចេះទីដងទេអញ្ចឹងណាបងប្អូនអញ្ចឹងវាអត់មានប៉ះពាល់អីទេបងប្អូនអញ្ចឹងមេជីវិតវាក្នុងទឹកឈ្មោលវាមានដល់រាប់លានឯណោះអញ្ចឹងអត់ប៉ះពាល់ទេអញ្ចឹងថ្ងៃនេះមានរឿងប៉ុណ្្នឹងឯងចាំថ្ងៃក្រោយយើងនិយាយរឿងអីទៀតយើងអាច comment សួរនាំគ្នាបានក្នុងការចែករំលែកក្នុង YouTube Facebook TikTok ជួយតាមដាន TikTok ជួយតាមដាន YouTube ឡើងវិញផងអរគុណច្រើនបងប្អូន